ជំរាបសួរបងប្អូនសូមស្វាគមន៍មកកាន់ Channel Learn Something with Pirat សាជាថ្មីម្ដងទៀតនៅក្នុងវីដេអូនេះខ្ញុំមានដំណឹងល្អថ្មីមួយទៀតហើយចង់មកប្រាប់បងប្អូនដែលកំពុងប្រើប្រាស់កម្មវិធី NVDA Screen Reader ទាំងអស់គ្នាឲ្យបានដឹងបាទប៉ុន្តែមុននឹងចូលស្ដាប់ដំណឹងល្អរបស់ខ្ញុំបាទខ្ញុំសូមគោរពថ្លែងអំណរគុណបងប្អូនទាំងអស់គ្នាដែលតែងតែបានចូលទស្សនាបាទឲ្យមេដៃឲ្យបេះដូងនិងចែករំលែកវីដេអូរបស់ខ្ញុំទៅខាងក្រៅដើម្បីឲ្យបងប្អូនផ្សេងៗទៀតបានដឹងដែរអញ្ចឹងបងប្អូនបាទហ្នឹងហើយនៅក្នុងវីដេអូនេះបាទសូមបងប្អូនបន្តជួយឲ្យមេដៃឲ្យបេះដូងក៏ដូចជាចែករំលែកវីដេអូរបស់ខ្ញុំបាទទៅកាន់បងប្អូនដែលគាត់ចង់ដឹងចង់ស្វែងយល់អំពីបច្ចេកវិទ្យាប្រើប្រាស់កុំព្យូទ័ររបស់ជនពិការភ្នែកអញ្ចឹងបងប្អូនមកឲ្យពួកគាត់បានយល់ផងដែរហើយឥឡូវនេះចូលដល់ដំណឹងល្អរបស់ខ្ញុំបងប្អូនបាទដំណឹងល្អរបស់ខ្ញុំនោះគឺថាកម្មវិធី NVDA បាទបងប្អូនធ្លាប់ស្គាល់ទេបងប្អូនបាទខ្ញុំតែងតែធ្វើវីដេអូនិយាយអំពីកម្មវិធី NVDA ជាច្រើនលើកច្រើនសារមកហើយដែរបាទជាច្រើនវីដេអូហើយបាទកម្មវិធី NVDA version ថ្មីនេះបាទ version ដំបូងនៅក្នុងឆ្នាំ2026គឺ version 2026.1 បាទកម្មវិធី NVDA នេះគឺបាទបានអាប់ដេតថ្មីរួមបញ្ចូលនៅមានភាសាខ្មែរនៅក្នុងនោះហើយបងប្អូនបាទមានភាសាខ្មែរនៅក្នុងបាទកម្មវិធី NVDA ហើយបាទជាភាសាខ្មែរលើកដំបូងបាទនៅក្នុងកម្មវិធី NVDA បាទហើយទើបតែអាប់ដេតយកមិញនេះទេបាទនៅថ្ងៃពុធទី6ខែឧសភាឆ្នាំ2026យើងនឹងបងប្អូនបាទហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនព្រោះដោយសារតែបាទកម្មវិធីនេះគឺមានការចូលរួមបាទបកប្រែពីភាសាបាទហៅ default language ភាសាលំនាំដើមរបស់កម្មវិធីហ្នឹងមកជាភាសាខ្មែរបាទដោយខ្ញុំផ្ទាល់តែម្ដងអញ្ចឹងបងប្អូនបាទហ្នឹងហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនបងប្អូនបាទឥឡូវនេះគឺខ្ញុំចង់បង្ហាញបងប្អូនឲ្យបានស្វែងយល់ខ្លះបាទថាតើបាទភាសាខ្មែរនេះគឺមិនដែរបាទខ្ញុំសូមបញ្ជាក់គឺមិនមែនជាសំឡេងអានភាសាខ្មែរទេបងប្អូនមិនមែនជាកម្មវិធីសំឡេងអានភាសាខ្មែរទេគឺបញ្ជីភាសាបាទបញ្ជីភាសាជាភាសាខ្មែរបងប្អូនបាទហ្នឹងហើយគេហៅថា NVDA menu ហ្នឹងមានជាភាសាខ្មែរហើយអញ្ចឹងបងប្អូនបាទហ្នឹងហើយព្រោះសំឡេងអាននេះគឺត្រូវប្រើសំឡេងអានរបស់ Microsoft Edge Text to Speech online ដដែលទេបងប្អូនណាបាទហ្នឹងហើយអញ្ចឹងឥឡូវកុំឲ្យខាត់ពេលយូរសូមគោរពអញ្ជើញបងប្អូនបាទចូលទៅតាមដានការបង្ហាញរបស់ខ្ញុំតាក់ទងនឹងភាសាខ្មែរដែលរួមបញ្ចូលនៅក្នុង NVDA នៅក្នុង version ថ្មីនេះទាំងអស់គ្នាបងប្អូនបាទបងប្អូនឥឡូវគឺយើងមកមើលការអាប់ដេតរបស់កម្មវិធី NVDA ទាំងអស់គ្នាបងប្អូននេះគឺជា NVDA version 2026.1 បាទដែលទើបតែបានអាប់ដេតយកមិញនេះទេបាទនៅថ្ងៃពុធទី6ខែឧសភាឆ្នាំ2026យើងនឹងបងប្អូនបាទហើយកម្មវិធី NVDA លើកនេះគឺថាមានភាសាខ្មែរបាទដែលភាសាខ្មែរ version ដំបូងតែម្ដងនៅក្នុង NVDA អញ្ចឹងបងប្អូនបាទឥឡូវសូមអញ្ជើញបងប្អូនចូលទៅមើលការបាទអាប់ដេតដែលមានភាសាខ្មែរនឹងទាំងអស់គ្នាបាទខ្ញុំនឹងបង្ហាញជូនបងប្អូនបាទតាក់ទងទៅនឹងភាសាខ្មែរប៉ុន្តែសូមបញ្ជាក់ដែរបងប្អូនភាសាខ្មែរនេះគឺមិនមែនវាអានចេញជាភាសាខ្មែរទេគឺគ្រាន់តែបាទបញ្ជីកម្មវិធីហ្នឹងគេហៅថា menu របស់ NVDA ហ្នឹងគឺមានភាសាខ្មែរអញ្ចឹងបងប្អូនបាទហ្នឹងហើយប៉ុន្តែទោះបីជាមិនទាន់មានសម្លេងអានជាភាសាខ្មែរក៏សប្បាយចិត្តដែរបងប្អូននិយាយរួមទៅគឺខ្ញុំសប្បាយចិត្តមែនទែនឲ្យតែមានភាសាខ្មែរនៅក្នុងកម្មវិធីបាទ software អីមួយអញ្ចឹងគឺសប្បាយចិត្តខ្លាំងមែនទែនបងប្អូនបាទហើយសូមបញ្ជាក់ជូនបងប្អូនដែរបាទគឺភាសាខ្មែរនេះខ្ញុំបានប្រឹងប្រែងបកប្រែបាទចូលរួមគម្រោងកម្មវិធី NVDA ហ្នឹងបាទចូលរួមបកប្រែអស់រយៈពេលប្រហែលជា7កន្លះឆ្នាំដែរអញ្ចឹងបងប្អូនបាទហ្នឹងហើយអញ្ចឹងក៏សូមឆ្លៀតពេលហ្នឹងបាទអំពាវនាវដល់បងប្អូនទាំងអស់គ្នាដែលពួកគាត់មានចំណេះដឹងខាងផ្នែកភាសាអង់គ្លេសជ្រៅជ្រះជាពិសេសបាទបងប្អូនដែលរៀនខាងផ្នែក IT បាទព័ត៌មានវិទ្យាហ្នឹងបាទគឺគាត់ចេះពាក្យគន្លឹះនៅក្នុងនឹងច្រើនបើខ្ញុំបកប្រែបានមែនប៉ុន្តែគ្រាន់តែថាបាទការបកប្រែរបស់ខ្ញុំហ្នឹងគឺអត់បានល្អឥតខ្ចោះទេបងប្អូនបាទខ្ញុំអាចបកប្រែបានតែកន្លែងណាដែលខ្ញុំចេះហ្នឹងគឺខ្ញុំអាចបកប្រែខ្លួនឯងកន្លែងណាដែលខ្ញុំអត់ចេះបាទគឺខ្ញុំប្រើបាទកម្មវិធីបកប្រែផ្សេងដូចជា AI អីមកជួយបកប្រែដែរអញ្ចឹងបងប្អូនបាទហើយអញ្ចឹងទៅពាក្យខ្លះអញ្ចឹង
ខ្ញុំអត់ដឹងថាពេលណាដែលត្រូវរក្សាទុកពេលណាដែលពេលណាដែលត្រូវរក្សាទុកជាពាក្យកម្ចីពេលណាដែលត្រូវបកប្រែមកភាសាខ្មែរទៅភាគច្រើនគឺខ្ញុំបកប្រែមកទាំងអស់ហ្មងបងប្អូន បាទខ្ញុំទុកតែពាក្យណាដែលខ្ញុំស្គាល់ថាធ្លាប់ដឹងថាជាពាក្យកម្ចីពីភាសាអង់គ្លេសមកអញ្ចឹងណាបាទ បាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នាបាទសិនជាបងប្អូនបាទអាចជួយបាទសូមជួយចូលរួមបកប្រែកម្មវិធី NVDA នេះបាទហើយបងប្អូនដែលកំពុងតែទស្សនាបាទសូមបងប្អូនជួយចែករំលែកវីដេអូនេះឲ្យបានច្រើនបាទតាមដែលអាចធ្វើទៅបានដើម្បីបាទផ្សព្វផ្សាយព័ត៌មាននេះហើយដើម្បីបានការចូលរួមពីបងប្អូនដែលពួកគាត់មានចំណេះដឹងខាងផ្នែកបាទ IT ហ្នឹងបាទភាសាបច្ចេកទេសក្នុងកុំព្យូទ័រហ្នឹងបាទបើសិនជាពួកគាត់មានបំណងចូលរួមជួយអីចឹងបាទគាត់អាចចូលរួមបានអញ្ចឹងណាបងប្អូនបាទអញ្ចឹងឥឡូវកុំឲ្យខាតពេលយូរបងប្អូនចូលទៅតាមដានបាទការអាប់ដេតបាទភាសាខ្មែរដែលភាសាខ្មែរលើកដំបូងនៅក្នុង NVDA បាទអញ្ចឹងគឺខ្ញុំបានអាប់ដេតហើយយកមិញបាទយកថ្ងៃពុធហ្នឹងបាទថ្ងៃទី6ខែឧសភាឆ្នាំ2026ហ្នឹងគឺខ្ញុំបានអាប់ដេតរួចហើយអញ្ចឹងគឺខ្ញុំចូលទៅផ្លាស់ប្ដូរភាសាតែម្ដងបងប្អូននេះគឺកម្មវិធី NVDA កំពុងតែបើកឲ្យបងប្អូនណាបាទអញ្ចឹងគឺខ្ញុំចូលទៅ General Settings បាទដោយខ្ញុំចុច Shortcut តែម្ដងបាទចុច NVDA key បូក Control បូកជាមួយនឹងអក្សរ G បងប្អូនណាបាទតោះចុចទាំងអស់គ្នា NVDA settings general normal configuration បាទអញ្ចឹង NVDA setting បាទ general ដល់កន្លែង general ហ្នឹងហើយបាទគឺឈរនៅកន្លែងបញ្ជីភាសាផ្សេងៗហ្នឹងហើយអញ្ចឹងបងប្អូនបាទអញ្ចឹងគឺខ្ញុំចង់ដាក់ភាសាខ្មែរគឺខ្ញុំចុចអក្សរ K តែម្ដង Kannada KN Khmer KM បាទអញ្ចឹងគឺខ្ញុំចុចបាទគឺខ្ញុំចុចលើភាសាខ្មែរនឹងតែម្ដងបាទចុច enter មកបងប្អូន Language configuration change dialog NVDA must be restarted for the new បាទអញ្ language ចឹងគេ to បញ្ take ជាក់ effect គេសួរបញ្ជាក់យើងថា Restart យើ now ង button Alt plus N ចង់ restart អត់ដើម្បីឲ្យវាមានប្រសិទ្ធភាពអញ្ចឹងបងប្អូនបាទអញ្ចឹងគឺខ្ញុំ restart now តែម្ដងដើម្បីបានប្រើប្រាស់ភាសាខ្មែរបាទក្នុងចាំបន្តិចគឺវានឹង load មកឥឡូវនឹងហើយតែម្ដងបងប្អូនបាទ load មកវិញណាបងប្អូនណាសំឡេងភ្លេងបាទ beep Desktop បាទសំឡេង OBS Studio 13បាទតោះឥឡូវនេះគឺខ្ញុំប្រើ text to speech នេះគឺ Windows 1 Core Voices គឺអត់មានភាសាខ្មែរទេបងប្អូនអញ្ចឹងគឺខ្ញុំត្រូវទៅផ្លាស់ប្ដូរភាសាបាទផ្លាស់ប្ដូរភាសាយកដើម្បីឲ្យមានភាសាខ្មែរអានគឺខ្ញុំប្រើបាទ Microsoft Speech API version 5 ដែលប្រើ Microsoft Text to Speech Online ដែលខ្ញុំបានបង្ហាញបងប្អូនកាលពីលើកមុនហ្នឹងបាទតើឥឡូវខ្ញុំចុច NVDA key បូក control បូកជាមួយនឹងអក្សរ S បាទដើម្បីចូលទៅ synthesizer បាទ synthesizer ខ្ញុំចុច up arrow World Voice Microsoft Speech API version 5 64-bit បាទហ្នឹងហើយអញ្ចឹងហ្នឹងហើយបងប្អូនបាទអញ្ចឹងគឺខ្ញុំចុច enter នៅលើហ្នឹងតែម្ដងតែចាំមើលនេះសិនបងប្អូនបាទនេះបាទព្រោះប្រើ online អញ្ចឹងអាស្រ័យលើបាទសេវាអ៊ីនធឺណិតដែរថ្ងៃហ្នឹងគឺសេវាអ៊ីនធឺណិតអត់សូវល្អសោះបាទពេលដែលវាយឺតអញ្ចឹងគឺបាទកម្មវិធីអាននេះគឺយឺតដែរអញ្ចឹងបងប្អូនសលេងអានអញ្ចឹងណាបាទអញ្ចឹងឥឡូវខ្ញុំចង់ឲ្យបងប្អូនចូលទៅស្ដាប់ការអានរបស់NVDA ហ្នឹងគឺខ្ញុំចុចចូលទៅបញ្ជី NVDA menu ឲ្យបងប្អូនស្ដាប់មើលបាទគឺវាអានជាភាសាខ្មែរទាំងអស់អញ្ចឹងបងប្អូនបាទតោះ ណេដេមើនុយបាទនេះឃើញទេបងប្អូនចំណូលចិត្តភេមើនុយរងឧបករណ៍ធីមើនុយរង World Voice មើនុយរងជំនួយមើនុយរងប្រវត្តិការកំណត់ C បាទអញ្ចឹងគឺលឺឯងបងប្អូនបាទគឺបងប្អូនបានស្ដាប់ហើយគឺសុទ្ធតែជាភាសាខ្មែរទាំងអស់នេះបងប្អូនហើយឥឡូវខ្ញុំចុចចូលទៅបិទបើកជំនួយ key បាទដើម្បីបង្ហាញជូនបងប្អូនតាក់ទងទៅនឹងរបៀបប្រើផ្សេងបាទដែលវាអានជាភាសាខ្មែរទាំងអស់តែម្ដងចាំមើលបងប្អូនជំនួយបញ្ចូលបើកបាទជំនួយបញ្ចូលមួយម្ដងទៀតដើម្បីបិទបាទហ្នឹងហើយហើយឥឡូវខ្ញុំចង់ដឹងពីព័ត៌មាន
NVDA key បកស T បាទតើវាអានថាម៉េចទៅ NVDA Pluté. រីកាចំណងជើងនៃកម្មវិធីបច្ចុប្បន្នឬផ្ទៃខាងមុខ Windows ចុច2ដងដើម្បីប្រកបចំណងជើងចុច3ដងដើម្បីចម្លងចំណងជើងទៅ clipboard បាទយ៉ាងម៉េចដែរបងប្អូនបាទគុណភាពនៃការបកប្រែបាទហើយសំឡេងអានរបស់បាទ Microsoft Edge Online Text to Speech អញ្ចឹងបងប្អូនបាទអានជាភាសាខ្មែរបាទហ្នឹងឥឡូវនេះគឺខ្ញុំសូមបង្ហាញជូនសមភាពកាលពីខ្ញុំធ្លាប់បានបកប្រែកម្មវិធី NVDA អញ្ចឹងបងប្អូនបាទបង្ហាញជូនបងប្អូនឲ្យបានទទួលជ្រាបទាំងអស់គ្នាបាទអញ្ចឹងកាលពីខ្ញុំបកប្រែកម្មវិធី NVDA គឺខ្ញុំបាន download បាទ file របស់កម្មវិធី file របស់ភាសាលំនាំដើមនៅក្នុងកម្មវិធី NVDA ហ្នឹងបងប្អូនបាទគឺជាប្រភេទ profile បាទ profile ហើយខ្ញុំតម្លើងកម្មវិធី Pro Edit នៅក្នុងហ្នឹងបាទដើម្បីខ្ញុំអាចបកប្រែបានអញ្ចឹងនៅពេលដែល download បាន file ហើយគឺយើងបើក file មកគឺវាចេញបែបនេះអញ្ចឹងបងប្អូនបាទអញ្ចឹងយើងចុច up down arrow មកកន្លែងណាដែលវាមិនទាន់បកប្រែគឺវាមានជាសំឡេង beep សម្គាល់ថាវាជាបាទកន្លែងដែលមិនទាន់មានសេចក្តីបកប្រែនៅក្នុងនឹងអញ្ចឹងបងប្អូនបាទឥឡូវខ្ញុំចុច down arrow មើលបាទលើសំឡេង beep បងប្អូនបាទហ្នឹងហើយសំណាងដែរនៅពេលដែលខ្ញុំបកប្រែកម្មវិធី NVDA កាលនោះគឺមានបាទកម្មវិធី Microsoft Edge Online Text to Speech ដែលអាចអានភាសាខ្មែរបានស្រេចទៅហើយកាលនោះគឺខ្ញុំបាទបានដឹងពីរបៀបប្រើប្រាស់កម្មវិធី Microsoft Edge Text to Speech ហើយអញ្ចឹងបងប្អូនបាទអញ្ចឹងទៅគឺខ្ញុំអត់ត្រូវ copy អីវែងឆ្ងាយទេបាទអញ្ចឹងនៅពេលដែលបើក file មកគឺវាចេញបែបនេះហើយនៅពេលដែលចង់បកប្រែគឺចុច Shift បូក Tab មកបងប្អូន Panel Edit Multi-line Blank. បាទអញ្ចឹងដើម្បីបកប្រែគឺយើងស្ដាប់ថាតើពាក្យនេះរបស់គេហ្នឹងពាក្យហៅ source string បាទឬក៏ពាក្យដើមរបស់គេហ្នឹងគេអានថាម៉េចអញ្ចឹងបងប្អូនបាទ Star Native Input 1 of បាទអញ្ចឹង native 3280. input អញ្ចឹងយើងត្រូវបកប្រែថាម៉េចបាទអញ្ចឹងគឺខ្ញុំបកប្រែការបញ្ចូលលំនាំដើមបាទបន្ទាប់មកគឺចុច control បូកអក្សរ S ដើម្បី save មកបងប្អូនណាប៉ុន្តែនេះគឺខ្ញុំអត់ចុច save ទេគ្រាន់តែបង្ហាញជាឧទាហរណ៍បងប្អូនបានឃើញអញ្ចឹងណាបាទអញ្ចឹងការដែលខ្ញុំបកប្រែ NVDA ហ្នឹងគឺខ្ញុំបាទ download file profile ពី project ភាសាខ្មែររបស់កម្មវិធី NVDA ហ្នឹងមកបន្ទាប់មកគឺខ្ញុំបាទបើក file ហ្នឹងឲ្យបកប្រែតាមលំដាប់លំដោយនឹងទៅបាទវាមានទាំងអស់គឺ3280 strings អញ្ចឹងបងប្អូនទៅតាម version របស់វាអញ្ចឹងអានេះគឺversion ដែលខ្ញុំបកប្រែនេះគឺមាន3280 strings ហើយនៅក្នុង version ក្រោយៗទៀតនឹងអាចមានច្រើនជាងនេះទៀតអញ្ចឹងបងប្អូនបាទយ៉ាងម៉េចដែរបងប្អូនភាសាខ្មែរនៅក្នុងកម្មវិធី NVDA version ដំបូងនេះបាទភាសាខ្មែរដំបូងនៅក្នុង version ថ្មីរបស់កម្មវិធី NVDA នេះបងប្អូនបាទហ្នឹងហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនតើបងប្អូនដោយសារតែអ្វីដែលធ្លាប់តែទន្ទឹងរង់ចាំបាទខ្ញុំតែងតែទន្ទឹងរង់ចាំឲ្យមានភាសាខ្មែរនៅក្នុងកម្មវិធី NVDA នេះជាយូរឆ្នាំណាស់មកហើយបងប្អូនតាំងពី2016មករហូតមកដល់2026ហើយទៅតែមានហើយមានដោយការចូលរួមផ្ទាល់របស់ខ្ញុំទៀតអញ្ចឹងបងប្អូនគឺសប្បាយចិត្តខ្លាំងមែនតើខ្ញុំសប្បាយចិត្តខ្លាំងមែនតើបងប្អូនបាទហ្នឹងហើយមួយទៀតបាទដោយសារតែកម្មវិធី NVDA នេះគឺមានភាសាជាច្រើនរួមមានទាំងភាសាដែលបាទភាសាប្រទេសដែលមានបញ្ហាជាមួយប្រទេសយើងអញ្ចឹងបងប្អូនក្នុងអំឡុងពេលហ្នឹងគឺខ្ញុំពិតជាមានកម្លាំងចិត្តបាទដើម្បីបាទចូលរួមបកប្រែឲ្យមានភាសាខ្មែរនៅក្នុងកម្មវិធី NVDA ខ្លាំងមែនតើបងប្អូនបាទភាសានោះបាទភាសាប្រទេសមួយទៀតហ្នឹងគឺអត់នេះទេបងប្អូនគឺអត់មានបកប្រែច្រើនដោយភាសាខ្មែររបស់យើងទេគឺគេ copy string របស់នេះហ្មង string ដើមរបស់គេហ្នឹងចូលមកកន្លែងបកប្រែហ្នឹងបាទហើយគេក៏ផ្ញើទៅឲ្យ developer អ្នកអភិវឌ្ឍកម្មវិធី NVDA ហ្នឹងរួមបញ្ចូលតែពិតទៅពេលចូលទៅក្នុងភាសាហ្នឹងគឺសុទ្ធតែភាសាអង់គ្លេសសុទ្ធដែរទេអញ្ចឹងបងប្អូនតែគ្រាន់តែមានឈ្មោះភាសានឹងនៅក្នុងហ្នឹងអញ្ចឹងណាបាទអញ្ចឹងទៅនៅពេលដែលប្រទេសយើងកំពុងតែមានបញ្ហាជាមួយប្រទេសហ្នឹងទៀតគឺខ្ញុំមានកម្លាំងចិត្តបាទបកប្រែកម្មវិធី NVDA នេះបាទឲ្យ
ឲ្យបានសម្រេចបាទឲ្យកម្មវិធី NVDA រួមបញ្ចូលភាសាខ្មែរនៅក្នុងនឹងតែម្ដងបងប្អូនបាទហ្នឹងហើយបកប្រែយូរដែរបងប្អូនបាទហើយទៀតដំណាក់កាលបកប្រែហ្នឹងគឺច្រើនដែរបាទដោយសារតែការខ្ញុំស្នើសុំលើកដំបូងបាទក្នុងចុងឆ្នាំ2023គឺខ្ញុំអត់ទាន់ដឹងពីរបៀបរបបបាទដំណើរការបកប្រែទេបាទអញ្ចឹងទៅអ្នកអភិវឌ្ឍកម្មវិធីហ្នឹងដល់ពេលគាត់ដាក់គម្រោងមកហើយអត់មានអ្នកចូលរួមបកប្រែបាទគាត់ក៏លុបចោលមួយសារទៅបាទពេលនោះខ្ញុំជានិស្សិតឆ្នាំទី3បងប្អូនបាទហើយបន្ទាប់មកខ្ញុំរវល់នឹងកិច្ចការងារនៅសាកលវិទ្យាល័យបាទកិច្ចការរៀនសូត្ររបស់ខ្ញុំហ្នឹងខ្ញុំក៏អត់សូវបានតាមដានហើយដល់ពេលដែលខ្ញុំចប់ឆ្នាំទី4បាទប្រឡងចេញហ្នឹងគឺខ្ញុំចូលទៅពិនិត្យមើលកម្មវិធីគម្រោងភាសាខ្មែរនៅក្នុងកម្មវិធី NVDA ម្ដងទៀតបាទឃើញគេលុបចេញហើយក៏ឆាតទៅសួរគេអញ្ចឹងបងប្អូនបាទតំណអ៊ីមែលទៅសួរគេអញ្ចឹងបាទដល់ពេលទៅក៏បាទគេប្រាប់ពីមូលហេតុថាមកពីអត់មានអ្នកស្ម័គ្រចិត្តជាភាសាខ្មែរបាទអ្នកស្ម័គ្រចិត្តចូលរួមបកប្រែជាភាសាខ្មែរអញ្ចឹងក៏គេលុបចោលទៅបាទអញ្ចឹងខ្ញុំក៏ស្នើសុំគេមកវិញបាទហើយបន្ទាប់ពីខ្ញុំប្រឡងចេញឆ្នាំទី4ហ្នឹងពេលខ្ញុំមានទំនេរគ្រប់គ្រាន់អញ្ចឹងបានខ្ញុំបន្តចូលរួមបកប្រែកម្មវិធី NVDA បាទស្វែងយល់សួរឆាតអ៊ីមែលសួរក្រុមបាទអ្នកបកប្រែអ្នកចូលរួមបកប្រែអញ្ចឹងបងប្អូនបាទអូច្រើនដំណាក់កាលមែនតើបាទអញ្ចឹងហើយបាទខ្ញុំសប្បាយចិត្តខ្លាំងមែនតើដែលខ្ញុំអាចបាទបានសម្រេចបំណងប្រាថ្នារបស់ខ្ញុំបាទឲ្យកម្មវិធី NVDA រួមបញ្ចូលភាសាខ្មែរបាទដែលជាភាសាជាតិរបស់យើងចូលទៅក្នុង NVDA បាទហើយអញ្ចឹងជាថ្មីម្ដងទៀតបាទបងប្អូនខ្ញុំសូមគោរពអរគុណបងប្អូនខ្លាំងមែនតើដែលតែងតែគាំទ្រការផលិតវីដេអូរបស់ខ្ញុំហើយសូមបន្តចែករំលែកបាទវីដេអូរបស់ខ្ញុំជូនទៅដល់បងប្អូនផ្សេងទៀតហើយជាពិសេសគឺខ្ញុំចង់ឲ្យបងប្អូនអ្នកដែលគាត់មានចំណេះដឹងភាសាអង់គ្លេសល្អជាងខ្ញុំហើយជាពិសេសអ្នកដែលគាត់បានរៀនបាទតាក់ទងនឹងព័ត៌មានវិទ្យាភាសាបច្ចេកទេសកុំព្យូទ័រអីហ្នឹងបាទសូមឲ្យពួកគាត់បាទជួយចូលរួមជាសមាជិកបកប្រែកម្មវិធី NVDA ពីភាសាលំនាំដើមបាទភាសាអង់គ្លេសមកភាសាខ្មែរឲ្យបានល្អជាងនេះទៀតផងអញ្ចឹងបងប្អូនដោយសារតែខ្ញុំបកប្រែនេះគឺខ្ញុំដឹងហើយថាមិនបានល្អឥតខ្ចោះទេដោយសារតែខ្ញុំមានចំណេះដឹងអង់គ្លេសក៏តិចតួចដែរហើយពាក្យបច្ចេកទេសបាទផ្សេងជ្រៅអីតាក់ទងនឹងកុំព្យូទ័រខ្ញុំក៏អត់មានចំណេះដឹងច្រើនដែរអញ្ចឹងបងប្អូនអញ្ចឹងហើយក៏សូមបងប្អូនមេត្តាជួយការបកប្រែនេះគឺមិនទទួលបានអត្ថប្រយោជន៍អីទេបងប្អូនសម្រាប់បងប្អូនប៉ុន្តែវាជាបាទគុណតម្លៃដែលមិនអាចកាត់ថ្លៃបានសម្រាប់ពួកខ្ញុំដែលជាជនពិការភ្នែកហើយបើសិនជាបងប្អូនចូលរួមគឺពួកខ្ញុំពិតជាចងចាំនៅគុណតម្លៃបាទការលះបង់របស់បងប្អូនខ្លាំងមែនតើបាទហើយសូមបងប្អូនជួយតាមដែលអាចធ្វើទៅបានការដែលខ្ញុំបកប្រែនេះគឺ string មាន3280 strings ប៉ុន្តែដល់ពេល update ថ្មីនេះគឺគេអាចនឹង update ឡើងចឹងទៀតដែរបងប្អូនហើយខ្ញុំក៏នៅតែបន្តបកប្រែនៅក្នុង version ក្រោយៗទៀតដែរបើសិនជាមានពេលអញ្ចឹងបងប្អូនបាទហ្នឹងហើយចឹងទេក៏សូមបងប្អូនជួយទៅតាមលទ្ធភាពតាមដែលបងប្អូនអាចធ្វើទៅបានបាទហើយជាចុងក្រោយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយឲ្យមេដៃឲ្យបេះដូងក៏ដូចជាចែករំលែកវីដេអូនេះបន្តទៅទៀតដើម្បីឲ្យបងប្អូនផ្សេងទៀតបាទបានឃើញនិងបានចូលរួមបកប្រែបាទកម្មវិធី NVDA ជាមួយខ្ញុំផងបាទអរគុណបងប្អូនទាំងអស់គ្នា